សេចក្តីណែនាំស្តីពីវិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជាថៃឆ្លើយតបនឹងការអំពាវនាវរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងក្នុងស្មារតីសាមគ្គីភាពមនុស្សធម៌និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជាថៃធនធានជាតិនៃកម្ពុជាសម្រាប់ដាក់ចេញនូវសេចក្តីណែនាំដូចខាងក្រោម 1. ណែនាំឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះដល់អតិថិជនជាជនភៀសសឹកដោយកលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026និងខលើកលែងការទូទាត់សងការប្រាក់និងពន្យាពេលទូទាត់សងប្រាក់ដើមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2026ចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ 2. ណែនាំឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុកលើកលែងរាល់កម្រៃនិងការផាកពិន័យពាក់ព័ន្ធនឹងឥណទានកិច្ចចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2026ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធខលើកលែងការទូទាត់សងការប្រាក់និងពន្យាពេលទូទាត់សងប្រាក់ដើមកិច្ចចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31ខែឧសភាឆ្នាំ2026ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធចំពោះការអនុគ្រោះនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេគោបន្ថែមលើចំណុច2ចុចកនិង2ចុចខខាងលើលុបចោលឥណទានរហូតដល់ចំនួន10លានរៀលរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ននិងខបន្ថែមលើចំណុច2ចុចកនិង2ចុចខខាងលើលុបចោលឥណទានរហូតដល់ចំនួន80លានរៀលរបស់អតិថិជនឬអ្នករួមខ្ចីជាយោធិនពលី 3. តម្រូវឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តអនុវត្តការរៀបចំឥណទានឡើងវិញចំពោះអតិថិជនផ្សេងទៀតស្របតាមបទបញ្ញត្តិជាធរមាននិង 4. លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្ដល់ការអនុគ្រោះពិសេសបន្ថែមទៀតតាមលទ្ធភាពជាក់ស្ដែងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជាថៃនិងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវចូលរួមអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ